ជម្រាបសួរនិងសួស្តីអ្នកនរគ្នានាងខ្ញុំឈ្មោះតារាកសលជាយុវជនស្ម័គ្រចិត្តរបស់អង្គការយុវសន្តិភាពដែលហៅកាត់ថា YFP និងជាប្រធានក្រុមយុវជនដើម្បីសុខុមាលភាពសហគមន៍ដែលបង្កើតឡើងនៅថ្ងៃទី27 មេសាឆ្នាំ 2025 ដែលមានសមាជិកចំនួន 6 នាក់ ស្ត្រី 4 នាក់ បង្កើតឡើងដើម្បីអនុវត្តទៅលើគម្រោងមួយដែលមានឈ្មោះថារួបរวมគ្នាកាត់បន្ថយការរីករាលដាលនៃជំងឺគ្រុនឈាមគោលបំណងដើម្បីកាត់បន្ថយការកើនឡើងនៃជំងឺគ្រុនឈាមដែលនៅក្នុងសហគមន៍តែរំលែកចំណេះដឹងទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងរោគសញ្ញានិងវិធីសាស្ត្របង្ការជំងឺគ្រុនឈាមពួកយើងអនុវត្តទៅលើ8សកម្មភាពទី1គឺការចោះប៉ាន់ប្រមាណតម្រូវការសហគមន៍យើងចង់បានតម្រូវការសហគមន៍ដើម្បីយល់ដឹងពីព័ត៌មាននិងចំណេះដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាមបន្ទាប់មកសកម្មភាពទី2ពួកយើងចង់បណ្ដុះបណ្ដាលកុមារនៅក្នុងសាលាធម្មសិក្សារហាសួងនៅឃុំរហាសួងឃុំព្រៃលូស្រុកឯកភ្នំខេត្តបាត់ដំបងដើម្បីឲ្យពួកគាត់យល់ដឹងអំពីការបង្ការជំងឺគ្រុនឈាមនិងតើអ្វីគឺជាជំងឺគ្រុនឈាមហើយពួកយើងក៏បានចែកទូកមួយទៅដល់ពួកគាត់ដើម្បីប្រើប្រាស់ក្នុងការកាត់បន្ថយមូសខ្លាសកម្មភាពទី3គឺពួកយើងបានចុះបណ្ដុះបណ្ដាលទៅដល់ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍ឲ្យពួកគាត់យល់ដឹងអំពីជំងឺគ្រុនឈាមរោគសញ្ញាតើធ្វើដូចម្តេចខ្លះដើម្បីឲ្យកាត់បន្ថយការកើនឡើងនៃជំងឺគ្រុនឈាមនិងយល់ដឹងពីរោគសញ្ញាខ្លះៗអំពីជំងឺគ្រុនឈាមបន្ទាប់មកពួកយើងក៏បានបិទខិត្តប័ណ្ណអំពីជំងឺគ្រុនឈាមនិងវិធីសាស្ត្របង្ការផ្សេងពួកយើងបានវាតម្លៃពាក់កណ្ដាលគម្រោងដើម្បីស្វែងរកលទ្ធផលថាតើពួកយើងអនុវត្តពាក់កណ្ដាលគម្រោងឲ្យទទួលបានលទ្ធផលបែបណាសកម្មភាពទី4គឺពួកយើងបានចាក់មីក្រូផ្សព្វផ្សាយអំពីជំងឺគ្រុនឈាមអំពីរោគសញ្ញាវិធីសាស្ត្របង្ការទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរហាសួងនិងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងសកម្មភាពទី5ពួកយើងបានចាក់មីក្រូផ្សព្វផ្សាយនៅក្នុងភូមិម្ដងទៀតដើម្បីឲ្យពួកគាត់ស្វែងយល់និងយល់ដឹងអំពីវិធីសាស្ត្រនិងការទប់ស្កាត់ជំងឺគ្រុនឈាមឲ្យកាន់តែប្រសើរឡើងម្ដងទៀតសកម្មភាពទី6ពួកយើងបានចុះវាយតម្លៃបញ្ចប់គម្រោងដើម្បីស្វែងរកលទ្ធផលថាតើពួកគាត់ទទួលបានចំណេះដឹងនិងប្រើប្រាស់សម្ភារៈដែលពួកយើងបានចែកឲ្យបានកម្រិតណាហើយសកម្មភាពចុងក្រោយគឺពួកយើងនឹងបុកសរុបលទ្ធផលនិងបង្ហាញលទ្ធផលទៅកាន់អ្នកចូលរួមដែលនៅក្នុងភូមិនោះចំណាប់អារម្មណ៍ខ្ញុំដែលរហ័សសប្បាយចិត្តហើយបានយល់ច្បាស់ពីជំងឺគ្រុនឈាមច្រើនជាងមុនហើយស្នងពោឲ្យពួកបងនៅក្រៅមកទៀតខ្ញុំមានចំណាប់អារម្មណ៍សប្បាយចិត្តបងដែលបានមកសាលារៀនខ្ញុំបងពយល់ជាមួយនឹងជំងឺគ្រុនឈាមអរគុណដល់ក្រុមខាងចុះជួយសុខភាពខាងផ្នែកជំងឺគ្រុនឈាមឃើញថារីកចម្រើនឃើញថាកាត់បន្ថយនៅជំងឺគ្រុនឈាមច្រើនមានចំណាប់អារម្មណ៍លើក្រុមយុវជនតំណាងឲ្យអង្គការកិច្ចសន្តិភាពដែលបានចង់មកផ្សព្វផ្សាយនៅជំងឺគ្រុនឈាមឲ្យបងប្អូនក្នុងភូមិយ៉ាងចេះការពារនិងការរក្សាសុខភាពរបស់ក្រុមស្រះដែលគេត្រូវចំពោះអង្គការយុវសន្តិភាពហើយគាត់មានការយល់ដឹងច្រើនវិធីសាស្ត្រការពារកុំស្កាត់និងការចេះសង្កេតហើយយើងខ្ញុំបានសង្ឃឹមថាក្រោយពីវគ្គនេះទៅក្នុងហាក់របស់ខ្ញុំនឹងលេងវិធីគ្រប់ជាតទៀតបាទខ្ញុំបានសូមថ្លែងអរគុណជាច្រើនចំពោះអង្គការយុវសន្តិភាពក៏ដូចជាមួយគួយបុគ្គលិកហើយសូមខ្ញុំបានសូមជូនពរដល់អង្គការយុវសន្តិភាពក៏ដូចជាបងប្អូនជាគួយជាបុគ្គលិកសូមជួបគ្នាតែពីដំណើរភាពល្អនិងដំណើរការរបស់បងប្អូនដល់ទៅអរគុណមានសោកភាពល្អ